កងទ័ពអ៊ីស្រាអែលបានបាញ់ព្រមានលើក្រុមប្រតិភូបរទេសដែលធ្វើទស្សនកិច្ចនៅតំបន់ West Bank وحتى بعثروا كل الوفد كل واحد راح اتجاه កាលពីថ្ងៃពុធទី21ខែឧសភាកងកម្លាំងអ៊ីស្រាអែលបានបាញ់ព្រមានលើក្រុមអ្នកការទូតបរទេសដែលកំពុងទស្សនកិច្ចនៅតំបន់ West Bank កងកម្លាំងអ៊ីស្រាអែលបានចេញមកសម្ដែងការសំទោសចំពោះឧបទ្ទវហេតុនេះបន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីនបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានបាញ់ទៅលើគណៈប្រតិភូដោយចេតនាតាមវីដេអូដែលបានបង្ហាញដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ពីកន្លែងកើតហេតុក្នុងទីក្រុងជេនីននៃតំបន់ West Bank បានបង្ហាញថាគណៈប្រតិភូនិងអ្នកសារព័ត៌មានដែលអមដំណើរបានរត់រកទីជម្រកខណៈឮសំឡេងគ្រាប់កាំភ្លើងតំបន់នេះជារឿយៗគឺជាគោលដៅនៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែលវីដេអូដែលបានចេញផ្សាយដោយក្រសួងការបរទេសប៉ាឡេស្ទីនបានបង្ហាញឲ្យឃើញថាមានបរិសុទ្ធ2នាក់ក្នុងឯកសណ្ឋានយោធាអ៊ីស្រាអែលគឺជាអ្នកបាញ់កាំភ្លើងទៅកាន់ក្រុមប្រតិភូនេះនៅក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេប៉ុន្តែវាបានបង្កឲ្យមានការថ្កោលទោសភ្លាមៗពីជុំវិញពិភពលោកបើតាមប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកស្រីកាចាកាឡាស់បានជំរុញឲ្យអ៊ីស្រាអែលទទួលខុសត្រូវពាក់ព័ន្ធនឹងការបាញ់ប្រហារនៅជិតទីក្រុងជេនីននាពេលនេះទីក្រុងជេនីននៃតំបន់ West Bank គឺជាមូលដ្ឋានដ៏សំខាន់របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននិងជាគោលដៅនៃការវាយឆ្មក់របស់អ៊ីស្រាអែលជុំវិញករណីនេះអ្នកការទូតអឺរ៉ុបម្នាក់បានអះអាងថាក្រុមប្រតិភូបរទេសបានទៅទស្សនកិច្ចនៅតំបន់នោះដើម្បីពិនិត្យមើលការបំផ្លិចបំផ្លាញដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលចំណែកឯកងទ័ពអ៊ីស្រាអែលឯនោះវិញបានអះអាងថាគណៈប្រតិភូបរទេសមួយក្រុមបានដើរចេញពីផ្លូវដែលបានកំណត់ដោយអ៊ីស្រាអែលជាហេតុនាំឲ្យមានការបាញ់កំភ្លើងព្រមានដើម្បីហាមឃាត់ពួកគេកុំឲ្យចូលទៅក្នុងតំបន់ដែលមិនត្រូវបានអនុញ្ញាត